អូខេតោះសម្រាប់មាស short term រយៈពេលខ្លីសម្រាប់អ្នក scalping ឬក៏ day trade ណាអញ្ចឹងយើងមើល range ពីរនេះណាអញ្ចឹងសម្រាប់ការបាយយើងអាចចាំមើល4ម៉ោងទៅបើសិនករណីវា break ឡើងលើ4ម៉ោងបិទទៀនលើហ្នឹងណាឲ្យបិទរៀងស្លាស់តិចមកអាហ្នឹងយើងអាចរកឱកាសបាយបាននៅពេល pullback មកតំបន់ហ្នឹងវិញណាហើយសម្រាប់ការ sell គឺយើងយក range មួយនេះមកនេះណាចន្លោះនេះព្រោះអីវានៅ range ជាងឯងបើយើងមើលរូបភាពធំគឺវានៅ range ជាងប៉ុន្តែបើយើង trade ខ្លីៗយើងអាចមើលពីចន្លោះពី range ហ្នឹងមកណាអញ្ចឹងបើវាបែកទៅលើ4ម៉ោងបិទទៀនយើងអាចរកឱកាសណា pull back មកវិញយើងអាច check នៅក្នុង time frame 15នាទីឬក៏5នាទីទៅណាតែខ្ញុំអត់ recommend ឲ្យចុះដល់5នាទីទេណាអាច recommend ធ្វើ5 10នាទីល្អក្នុងការមើល confirm អានឹងករណីវាទៅលើតែបើករណីវាធ្លាយមកក្រោមចឹងយើងចន្លោះយើងគូ range ហ្នឹងទៅណាសម្រាប់អ្នកគាត់ trade ខ្លីៗគាត់គូ range មកចន្លោះហ្នឹងទៅវាបែកទៅខាងណាចាំយើងរកឱកាស follow short term នៅក្នុង range ហ្នឹងទៅណាអានេះខ្ញុំនិយាយករណី short term ណាខ្ញុំនិយាយករណី short term តទៅនឹងមាសណាអរគុណ